បាទសួស្តីបងប្អូនអរគ្នាបាទនេះជាវីដេអូកំពុងជីកូនថ្នោតយកទៅដាំបាទមានចិត្តចង់ដាំថ្នោតនៅសក់ឲ្យវាធំព្រោះវាជានិវិតរូខ្មែរបងអត្តញ្ញាណជាតិខ្មែរបងបាទនេះថ្នោតល្អណាស់តែដល់ពេលភ្លើងឆេះទៅជាខូចអស់សិតតែក្របថ្នោតហើយនេះខ្ញុំជីកូនវាយកទៅដាំវារស់មិនរស់ទេវាដាច់រឹសដាច់អស់នេះដើមវាបាទអើយលើនេះ2ដើម3ដើមកុំភ្លើងឆេះច្រើនទៅហើយទឹកកាក់គឺវាបើដាច់រឹសអស់យ៉ាងថែមមិនរស់ទេវាដបងអត់ដេញទេស្មានថាថ្នោតវាដោះពីមិនតែវាដោះពីមិនតែវាដោះចេញពីនេះឡើងមកលើតាមពិតវាដោះវានេះវាចាក់រឹសទៅក្រមនេះវាមានអាបណ្ដូលស្រួយវាស្ដួយចុះទៅក្រមរួចវាដោះពីក្រមដែរមកផុតអាបណ្ដូលនោះឡើងមកលើវិញគេដល់ថ្ងៃវាជ្រោជីយ៉ាអត់ដេញទេតែដេញហ្នឹងដែរលើសាមកជប់ផ្ទាល់តែចេះមិនដេញនេះគេហៅថានៅយើងថាបើមិនធ្វើមិនដេញដូចថានេះបើអ្វីមួយតែយើងក្លឹបធ្វើក្លឹបជប់មិនដេញធ្វើកាជីđây này có ai con cái chị cơ nhận nuôi cha mềm tô luôn con cô nào vay kia dùm đẻ là tiền chạy khơi trái chị ra đây bên nghề nữa việc trô hấp điên là chị thành lôn tiền rồi đây chạy lồng trên trâu vậy anh đi test phiệp anh đi cái đâm từ lông làm quên nó có bè sọ bè phù như phiệp sọ xe cho miền tập này video này cái miền đậy bò thì ai trơn thế bộ ôn mưa tắm luôn chị đây bằng hình thon đây bằng hình chưa về tình yêu mình thì may bây giờ chả là trong ạt video chạy bóng ôn mưa ấy dụ dạ của xóm mà đấy nó viêm sao rừng man tê để bị trâu thế bạn bị con đi mình sẽ chơi tê bạn xong mà cún gặp cả tết na bạn cún chơi chị con nọ tôi đầmចាំមើលថាដាំកូនហើយនឹងដាំក្រឹបឲ្យណារស់នេះកូនវាមានរឹសខ្លះដាច់រឹសខ្លះចាំមើលទាំងអស់គ្នាបាទឥឡូវនេះបានយកកូនថ្នោតមកដាំនៅស្រែហើយបាទតែអត់បានថតសកម្មភាពពេលដាំកូនថ្នោតទេតែមកឃើញគេកំពុងបាចត្រីក្នុងស្រះវាឆ្លៀតថតទុកតែបងប្អូនយើងមើលទេសនាលេងបាទនេះគេកំពុងតែបាចត្រីក្នុងស្រះដូចជាមិនសូវមានត្រីប្រហែលទេមើលទៅត្រីតិចតួចស្រះវាស្រះអត់ជ្រោទេស្រះរាក់ទៅវាតែខណៈតែគេបងគេបាចមុនខ្លះទេញ៉ានេះគេទឹកខាស់ទៅគេជាមកបាចម្ដងទៀតទៅគេមិនសូវមានត្រីស្រះគេទុកចោលទុកទឹកបូមពេលខែប្រាំងខែអុយបើរឿងត្រីដូចជាមិនសូវមានចូលទេព្រោះអត់មានសម្រាប់ដាក់ផងស្លាស់ចេះត្រីអត់ក្នុងនោះមានត្រីផ្ទក់ប្រហែលជាបាន2គីឡូអីបើថាមើលទៅត្រីវាមិនសូវជាមានទេនេះចឹងវីដេអូនេះក៏មានប៉ុណ្ណឹងដែរបាទសូមអរគុណសូមបងប្អូនជួយ like share follow អ្នកមួយផងបាទសូមអរគុណ